ពីក្មេងញ៉ាំចកងមន់មកចក100ឆ្ងាញ់ហើយឆ្ងាញ់ឥឡូវនេះទិញជើងមន់មក1គីឡូបំពងដូចកាលពីក្មេងម្ដងមើលជើងមន់របស់យើងផុយហើយស្រួយខាងក្រៅស្រួយខ្លាំងមែនតែនអារឿងបំពងឲ្យស្រួយរឿងបំពងឲ្យតុននេះបងប្អូនទុកចិត្តលើខ្ញុំចុះចាំបានមិនខ្លះប្រាប់មកដើម្បីងាយស្រួលក្នុងការបំពងម្សៅបងប្អូនយកជើងមន់លាងឲ្យស្អាតហើយយើងស្ងោរវាជាមុនសិនដើម្បីឲ្យសាច់ជើងមន់របស់យើងឈ្ងុយល្អយើងបងគ្រឿងចូលទៅមានដូចជាកូឡាក្រៃម្ទេសស្ក្រូចនិងម្សៅស៊ុបបនបន្តិចឲ្យវាមានជាតិឡំនៅក្នុងហ្នឹងនៅពេលដែលយើងស្ងោរវាឆ្អិនហើយយកទៅបំពងបងប្អូនជើងមន់របស់យើងនឹងនិយាយថាសរសៃរបស់វានឹងផុយល្អហ្មងមើលឆ្អិនហើយយើងស្រង់វាយើងមកលាងទឹកត្រជាក់យើងធ្វើឲ្យស្អាតចឹងទៅញ៉ាំថ្នាក់មាត់ណែយើងដកកូឡាក្រៃម្ទេសអីចេញអស់ហើយទុកជើងមាន់តេបានដែរបងប្អូនគួរប្រមាណក្រហមចូលមកគ្រាប់ច្បល់វាឲ្យសព្វចូលគ្នាប្រើដៃក៏បានប្រើសងក៏បានដែរខ្ញុំអស់ស្រោមដៃអញ្ចឹងលេងដៃហ្មងទៅហើយយើងចាក់ម្សៅកំពងស្រួយចូលទៅក្លុកតែម្ដងយើងចូលចានក្លុក2អញ្ចឹងបងប្អូននេះក្លុកវាទៅវាសព្វម្សៅហើយបើថាស្ទើម្សៅយើងថែមទឹកជាបងប្អូនយើងចាក់ទឹកជាចូលក្នុងបន្តិចទៀតដើម្បីឲ្យជើងមន់របស់យើងជាប់ម្សៅកាន់តែច្រើនតែបើសិនជាបងប្អូនមិនសូវចូលចិត្តម្សៅជាប់នៅនឹងទេក្លុកតែម្ដងហ្នឹងជ្រលក់ទឹកជ្រលក់អញ្ចឹងខ្ញុំចិត្តញ៉ាំម្សៅច្រើនអញ្ចឹងខ្ញុំក្លុក2ដងអត់តែញ៉ៃអីច្រើនទេហើយស្រួលមែនតើម្សៅអីក៏អត់សូវចុះច្រើនដែរវាជាប់ជាមួយជើងមន់ឡើងល្អអញ្ចឹងហ្មងបន្តមកទៀតយើងធ្វើការបំពងវាទៅងាយស្រួលមិនថាតែបំពងគេញ៉ាំជើងមន់ឬមួយក៏ចកងមន់ទេបងប្អូនសូម្បីតែយើងបំពងស្លាកមន់ផ្លូវមន់ណាក៏ធ្វើដូចគ្នាអញ្ចឹងដែរបានសាច់មន់របស់យើងនៅខាងក្នុងហ្នឹងណាវាមានសភាពជុះស៊ីល្អហើយនៅម្សៅខាងក្រៅនេះក៏វាស្រួយស្រាប់តែម្ដងយើងបំពងតែម្ដងអត់ស្រួយទេបងប្អូនតើយើងធ្វើការបំពង2ដងអញ្ចឹងទុកវាត្រជាក់ហើយខ្លាញ់ឡើងក្តៅយើងដាក់វាបំពងម្ដងទៀតដើម្បីឲ្យជើងមន់របស់យើងវាអស់ជាតិទឹកខ្លាំងបន្តិចណាតែកាលណាវាសើមពេកវាឆាប់តុនធ្វើតែប៉ុណ្្នឹងណាអាសភាពម្សៅខាងក្រៅហ្នឹងពណ៌ឡើងក្រហមឆ្អិនឆ្អៅហើយស្រួយស្រាប់បើនិយាយពីក្លិនជើងមន់ហ្នឹងវិញឈ្ងុយខ្លាំងមែនតើយើងបានលាយវាជាមួយនឹងពងមន់ក្រហមមកបងប្អូនដល់ពេលអញ្ចឹងវារត់តែឈ្ងុយជ្រលក់ញ៉ាំមួយអីក៏បានដែរតាមការចូលចិត្តបើថាមានបម្រេចនៅផ្ទះស្រេចបងប្អូនយកលាយអញ្ចឹងទៅដាក់ខ្ទឹមដាក់ស្លឹកខ្ទឹមម្ទេសទឹកដោះគោស្រស់ចូលមកបន្តិចហើយចាំបាច់គុយឆ្មាមកបម្រេចរបស់យើងវាឡើងខាប់ល្អហើយដោយសារតែទឹកដោះគោស្រស់ជាមួយគុយឆ្មាវាកាត់គ្នាទៅឡើងខាប់អញ្ចឹងហ្មងបម្រេចរបស់ខុនណាបងប្អូនលីងទាំងម្រេចលីងទាំងគ្រឿងទាំងអស់ហើយកិនចូលគ្នាឡើងម៉ត់ទៅជ្រលក់ស៊ុបគេស៊ុបខុនវិញជ្រលក់ស៊ុបក៏បានជ្រលក់ប្រហិតឬមួយក៏ជើងមាន់និយាយទៅជ្រលក់បានច្រើនមកបងប្អូនចង់បានមុខមួយណាឆាតចូល page ខែសម្រាប់មនុយថ្មីរបស់យើងគឺម្ទេសឆាបកាយកច្បល់បាយក៏បានដាក់មួយកាទៀវក៏បានដែរមកអែមហ្មងស្នាដៃយើងធ្វើផ្ទាល់បងប្អូនចង់ភ្លក់អាចសាកបានអរគុណច្រើនជួបគ្នាវីដេអូក្រោយជម្រាបលាពីក្មេងញ៉ាំចកងមន់មកចក100ឆ្ងាញ់ហើយឆ្ងាញ់ឥឡូវនេះទិញជើងមន់មក1គីឡូបំពងដូចកាលពីក្មេងម្ដងមើលជើងមន់របស់យើងផុយហើយស្រួយខាងក្រៅស្រួយខ្លាំងមែនតែនអារឿងបំពងឲ្យស្រួយរឿងបំពងឲ្យតុននេះបងប្អូនទុកចិត្តលើខ្ញុំចុះចាំបានមិនខ្លះប្រាប់មកដើម្បីងាយស្រួលក្នុងការបំពងម្សៅបងប្អូនយកជើងមន់លាងឲ្យស្អាតហើយយើងស្ងោរវាជាមុនសិនដើម្បីឲ្យសាច់ជើងមន់របស់យើងឈ្ងុយល្អយើងបងគ្រឿងចូលទៅមានដូចជាកូឡាក្រៃម្ទេសស្ក្រូចនិងម្សៅស៊ុបបនបន្តិចឲ្យវាមានជាតិឡំនៅក្នុងហ្នឹងនៅពេលដែលយើងស្ងោរវាឆ្អិនហើយយកទៅបំពងបងប្អូនជើងមន់របស់យើងនឹងនិយាយថាសរសៃរបស់វានឹងផុយល្អហ្មងមើលឆ្អិនហើយយើងស្រង់វាយើងមកលាងទឹកត្រជាក់យើងធ្វើឲ្យស្អាតចឹងទៅញ៉ាំថ្នាក់មាត់ណែយើងដកកូឡាក្រៃម្ទេសអីចេញអស់ហើយទុកជើងមាន់តេបានដែរបងប្អូនគួរប្រមាណក្រហមចូលមកគ្រាប់ច្បល់វាឲ្យសព្វចូលគ្នាប្រើដៃក៏បានប្រើសងក៏បានដែរខ្ញុំអស់ស្រោមដៃអញ្ចឹងលេងដៃហ្មងទៅហើយយើងចាក់ម្សៅកំពងស្រួយចូលទៅក្លុកតែម្ដងយើងចូលចានក្លុក2អញ្ចឹងបងប្អូននេះក្លុកវាទៅវាសព្វម្សៅហើយបើថាស្ទើម្សៅយើងថែមទឹកជាបងប្អូនយើងចាក់ទឹកជាចូលក្នុងបន្តិចទៀតដើម្បីឲ្យជើងមន់របស់យើងជាប់ម្សៅកាន់តែច្រើនតែបើសិនជាបងប្អូនមិនសូវចូលចិត្តម្សៅជាប់នៅនឹងទេក្លុកតែម្ដងហ្នឹងជ្រលក់ទឹកជ្រលក់អញ្ចឹងខ្ញុំចិត្តញ៉ាំម្សៅច្រើនអញ្ចឹងខ្ញុំក្លុក2ដងអត់តែញ៉ៃអីច្រើនទេហើយស្រួលមែនតើម្សៅអីក៏អត់សូវចុះច្រើនដែរវាជាប់ជាមួយជើងមន់ឡើងល្អអញ្ចឹងហ្មងបន្តមកទៀតយើងធ្វើការបំពងវាទៅងាយស្រួលមិនថាតែបំពងគេញ៉ាំជើងមន់ឬមួយក៏ចកងមន់ទេបងប្អូនសូម្បីតែយើងបំពងស្លាកមន់ផ្លូវមន់ណាក៏ធ្វើដូចគ្នាអញ្ចឹងដែរបានសាច់មន់របស់យើងនៅខាងក្នុងហ្នឹងណាវាមានសភាពជុះស៊ីល្អហើយនៅម្សៅខាងក្រៅនេះក៏វាស្រួយស្រាប់តែម្ដងយើងបំពងតែម្ដងអត់ស្រួយទេបងប្អូនតើយើងធ្វើការបំពង2ដងអញ្ចឹងទុកវាត្រជាក់ហើយខ្លាញ់ឡើងក្តៅយើងដាក់វាបំពងម្ដងទៀតដើម្បីឲ្យជើងមន់របស់យើងវាអស់ជាតិទឹកខ្លាំងបន្តិចណាតែកាលណាវាសើមពេកវាឆាប់តុនធ្វើតែប៉ុណ្្នឹងណាអាសភាពម្សៅខាងក្រៅហ្នឹងពណ៌ឡើងក្រហមឆ្អិនឆ្អៅហើយស្រួយស្រាប់បើនិយាយពីក្លិនជើងមន់ហ្នឹងវិញឈ្ងុយខ្លាំងមែនតើយើងបានលាយវាជាមួយនឹងពងមន់ក្រហមមកបងប្អូនដល់ពេលអញ្ចឹងវារត់តែឈ្ងុយជ្រលក់ញ៉ាំមួយអីក៏បានដែរតាមការចូលចិត្តបើថាមានបម្រេចនៅផ្ទះស្រេចបងប្អូនយកលាយអញ្ចឹងទៅដាក់ខ្ទឹមដាក់ស្លឹកខ្ទឹមម្ទេសទឹកដោះគោស្រស់ចូលមកបន្តិចហើយចាំបាច់គុយឆ្មាមកបម្រេចរបស់យើងវាឡើងខាប់ល្អហើយដោយសារតែទឹកដោះគោស្រស់ជាមួយគុយឆ្មាវាកាត់គ្នាទៅឡើងខាប់អញ្ចឹងហ្មងបម្រេចរបស់ខុនណាបងប្អូនលីងទាំងម្រេចលីងទាំងគ្រឿងទាំងអស់ហើយកិនចូលគ្នាឡើងម៉ត់ទៅជ្រលក់ស៊ុបគេស៊ុបខុនវិញជ្រលក់ស៊ុបក៏បានជ្រលក់ប្រហិតឬមួយក៏ជើងមាន់និយាយទៅជ្រលក់បានច្រើនមកបងប្អូនចង់បានមុខមួយណាឆាតចូល page ខែសម្រាប់មនុយថ្មីរបស់យើងគឺម្ទេសឆាបកាយកច្បល់បាយក៏បានដាក់មួយកាទៀវក៏បានដែរមកអែមហ្មងស្នាដៃយើងធ្វើផ្ទាល់បងប្អូនចង់ភ្លក់អាចសាកបានអរគុណច្រើនជួបគ្នាវីដេអូក្រោយជម្រាបលា